ខួរក្បាលរបស់មនុស្សមិនមែនគ្រាន់តែជាសរីរាង្គមួយនោះទេវាគឺជាចក្រវាឡដែលមានជីវិតដែលធ្វើការសម្រេចចិត្តរៀងរាល់វិនាទីខួរក្បាលរបស់អ្នកបង្កើតសញ្ញាអគ្គិសនីរាប់ពាន់ក្នុងមួយវិនាទីដែលលឿនរហូតដល់អ្នកមិនអាចមានអារម្មណ៍ដឹងរាល់គំនិតអារម្មណ៍និងចលនាធ្វើដំណើរឆ្លងកាត់នឺរុនដូចជាផ្កាភ្លើងអគ្គិសនីតូចៗខួរក្បាលមាននឺរុនប្រហែល86,000 លានហើយនឺរុននីមួយៗអាចបង្កើតការតភ្ជាប់រាប់ពាន់ទៀតពួកវាបង្កើតជាបណ្ដាញដែលស្មុគស្មាញជាងកុំព្យូទ័រទំនើបទៅទៀតរាល់ពេលដែលអ្នកប៉ះអ្វីមួយមើលឃើញឬឮសំឡេងខួរក្បាលនឹងបកស្រាយសញ្ញាអគ្គិសនីទាំងនេះហើយនោះជាពេលដែលអ្នកមានអារម្មណ៍ដឹងខួរក្បាលមិនដំណើរការតែលើថាមពលអគ្គិសនីប៉ុណ្ណោះទេវាក៏បញ្ចេញសារធាតុគីមីផងដែរដែលហៅថាសារធាតុចម្លងសញ្ញានឺរុនសារធាតុទាំងនេះគ្រប់គ្រងលើក្តីសុខភាពទុក្ខសោកការភ័យខ្លាចនិងក្តីស្រឡាញ់របស់អ្នកនៅពេលដែលអ្នកចង់លើកដៃខួរក្បាលបញ្ជូនសញ្ញាទៅសាច់ដុំក្នុងរយៈពេលត្រឹមតែប៉ុន្មានភាគពាន់នៃវិនាទីប៉ុណ្ណោះសូម្បីតែពេលអ្នកគេងខួរក្បាលក៏មិនដែលឈប់សម្រាកដែរវាបន្តគ្រប់គ្រងចង្វាក់បេះដូងការដកដង្ហើមនិងការរំលាយអាហារការចងចាំគឺជាការតភ្ជាប់យ៉ាងរឹងមាំរវាងនឺរុនកាលណាអ្នកធ្វើអ្វីមួយដដែលការភ្ជាប់នេះកាន់តែរឹងមាំសេចក្តីសន្និដ្ឋានអ្វីដែលអស្ចារ្យបំផុតនោះគឺខួរក្បាលកំពុងព្យាយាមស្វែងយល់ពីខ្លួនឯងវាគឺជាកាឡាក់ស៊ីដែលមានជីវិតដែលមានអាកំបាំងរាប់ពាន់លាន